បាទជម្រាបសួរថ្ងៃនេះជួបជាមួយខ្ញុំសិតទីshow ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបក្នុងការបង្កើត website WordPress សម្រាប់ការបង្កើតនៅ website នេះគឺយើងបង្កើតវាសម្រាប់ក្នុងការប្រើប្រាស់សម្រាប់ក្រុមហ៊ុនអាជីវកម្មតូចឬធំហើយយើងអាចជាជម្រើសល្អក្នុងការគ្រប់គ្រងនិងអាចពង្រីកបាននៅពេលក្រោយក្នុងការបង្កើត website នេះក៏យើងមិនចាំបាច់ចេះ coding ខ្លាំងក៏អាចបង្កើតនៅ website មួយសម្រាប់ស្ថាប័នយើងបានដែរហើយសម្រាប់ការបង្កើត WordPress វាជា open source យើងអាចទាញវាដោយ free មិនចំណាយអីច្រើនទេតែបើសិនតែយើងអាចនឹងចំណាយទៅលើ hosting ឬក៏ domain name បន្ថែមយើងអាចបង្កើត WordPress យើងអាចបង្កើតជា page website ផ្សេងៗដូចជា blog សេវាកម្មឬក៏website ព័ត៌មានឬក៏ e-commerce website លក់អីវ៉ាន់និង website ផ្សេងៗទៀតបានសម្រាប់ WordPress យើងអាចមានជាការលេង style sim និងមាន plugin មុខងារច្រើនហើយសម្រាប់WordPress គឺវាជា user friendly ហើយមានអ្នកប្រើប្រាស់ហើយនិងអ្នកអភិវឌ្ឍច្រើនណាអញ្ចឹងយើងអាចងាយរកដំណោះស្រាយពេលដែលយើងមានបញ្ហាផ្សេងៗហើយសម្រាប់ក្នុងការថែទាំវាមានជា CMS ដែលយើងអាចធ្វើការបន្ថែមប្រែអត្ថបទរបស់យើងបន្ថែម page រូបភាពឬក៏គ្រប់គ្រងអីផ្សេងៗបានដោយខ្លួនឯងពុំចាំបាច់មានខាងកូដឬអីមកជួយmanageគ្រប់គ្រងយើងបន្ថែមទេគឺយើងអាចធ្វើវាបានអញ្ចឹងដើម្បីយើងធ្វើការបង្កើតនៅ WordPress website យើងមាន2ចំណុចធំៗទី1យើងត្រូវមានជា web server ដើម្បីយើងរក្សាទុកនៅ data ជា database របស់យើងអញ្ចឹងសម្រាប់ web server ខ្ញុំនឹងយកជា WAM server យកមកបង្ហាញក្នុងការដំឡើងហើយយើងក៏អាចទាញយកជា SAM ជា WAM ឬក៏ជា server ជាប្រភេទអីផ្សេងៗទៀតបានទៅតាមតម្រូវការឬក៏ទៅតាមអ្វីដែលយើងអាចធ្វើបានហើយចំណុចទី2គឺយើងត្រូវការនៅ WordPress source code ការនៅ WordPress យើងត្រូវការនៅ WordPress source code download នៅ source code ទាំងមូល free ពីក្នុង website wordpress.org ហ្នឹងដែលយើងអាចយកមក install នៅលើ local machine យើងបានការតឡើងនៅ WAM server យើងរួចរាល់ហើយអញ្ចឹងយើងចាប់ដើមធ្វើការបើកនៅ WAM server យើងដើម្បីដំណើរការនៅ service នឹង run នៅដើម្បីយើងអាចចូលទៅកាន់ database និង file បច្ចេកយើងបានអញ្ចឹងដំបូងយើងធ្វើការបើកទៅលើ WAM server បែបនេះបាទអញ្ចឹងវានឹងបង្ហាញជា label នៅលើtaskbar របស់យើងបន្ថែមហើយវានឹងមានជា status មួយចំនួនបាទអញ្ចឹងយើងធ្វើការរងចាំបន្តិចទ្រាំទៅ service restart អញ្ចឹង service នេះយើងបានចាប់ដើមរួចរាល់ហើយអូខេអញ្ចឹងដើម្បីធ្វើការបើក run ចូលទៅក្នុង web server យើងបានដំបូងយើងត្រូវដំណើរការទៅលើ browser ណាមួយបាទអញ្ចឹងកន្លែងនេះយើងអាចបំពេញទៅលើ address នេះយើងអាចវាយជា local របស់យើងបែបនេះបាទ 127.0.0.1 នេះបាទអញ្ចឹងយើងបានដំណើរការបានឬក៏យើងចុចជា local host ក៏បានដែរពីរហ្នឹងគឺដូចគ្នាបាទអញ្ចឹងបន្តទៀតខ្ញុំបង្ហាញពីរបៀបក្នុងការយើងបង្កើត file បច្ចេករបស់យើងដាក់នៅក្នុង web server របស់យើងបាទអញ្ចឹងដំបូងយើងត្រូវបើកចូល file explorer បែបនេះបាទអញ្ចឹងយើងចូលទៅកាន់ local disk drive C ហ្នឹងហើយពេលយើងតឡើងវានឹងបង្កើតនៅ file WAM64 នៅក្នុង drive C របស់យើងបាទអញ្ចឹងយើងធ្វើការ double click មកនៅក្នុងហ្នឹងមានជា file app ជា file config វាមិនជាច្រើនអញ្ចឹង file ដែលយើងធ្វើការដាក់នៅ file បច្ចេករបស់យើង folder ដែលយើងត្រូវការដាក់បច្ចេករបស់យើងហ្នឹងគឺនៅក្នុង root folder folder គឺ www បាទ
អញ្ចឹងយើងអាចធ្វើការ copy ដាក់ file បច្ចេករបស់យើងបច្ចេកណាមួយបច្ចេកដែលយើងធ្វើជា website ឬក៏ service អីមួយចំនួនគឺយើងធ្វើការដំឡើងធ្វើការ copy ដាក់នៅក្នុងហ្នឹងបាទហើយយើងធ្វើការ run បច្ចេករបស់យើងទៅធ្វើការ run web server យើងទៅបច្ចេកយើងផ្ទាល់តែម្ដងខ្ញុំនឹងធ្វើការបង្ហាញក្នុងការយើងដំឡើងនៅ file បច្ចេករបស់យើង WordPress ទៅក្នុង web server របស់យើងអញ្ចឹងដំបូងខ្ញុំបានធ្វើការ download នៅបច្ចេកsource code ទាំងអស់ទៅ WordPress បាទអញ្ចឹងខ្ញុំសូម rename ឈ្មោះទៅលើ WordPress នេះបន្តិចអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដងបាទអញ្ចឹងនៅក្នុងហ្នឹងគឺវាមានជា file deck file ផ្សេងៗទៀតមាន WP config អីមួយចំនួនហ្នឹងអញ្ចឹងfile ដែលទុកនៅ content របស់យើងគឺ WP content អញ្ចឹងក្នុងនោះមាន plugin មាន sim អីមួយចំនួនតាមហ្នឹងទៅបាទអញ្ចឹងខ្ញុំធ្វើការ copy file នេះយកមកដាក់នៅក្នុង file root របស់យើង root web server របស់យើងគឺ WAM64 ក្នុង folder www បាទអញ្ចឹងយើងធ្វើការរងចាំបច្ចេកនឹងឲ្យចប់មកចឹងបន្ទាប់ពីយើងរងចាំធ្វើការនឹងបញ្ចប់ហើយចំណុចទី2ហ្នឹងចំណុចបន្ទាប់ទៀតហ្នឹងគឺយើងចាប់ផ្ដើមធ្វើការបង្កើតនៅ database ជាមុនសិនបាទអញ្ចឹងយើង run មកចូលនៅក្នុង web server យើងអត់ដែរអញ្ចឹងមកហើយយើងចូលទៅកាន់ PHP MyAdmin នឹងជា database store របស់យើងសម្រាប់យើង store គ្រប់ database បច្ចេកទាំងអស់បាទអញ្ចឹងខ្ញុំចូលទៅក្នុងនោះហើយជា local គឺ user អត់ខ្ញុំអត់បានបង្កើត user អីទេខ្ញុំដាក់ root ហើយ password អត់ទាន់មានទេដោយសារខ្ញុំបង្កើតថ្មីបាទបើយើងមាន user ណាមួយក៏យើងអាច add ទៅតាមដែរអូខេអញ្ចឹងដល់កន្លែងនេះខ្ញុំធ្វើការបង្កើតនៅឈ្មោះ database ខ្ញុំមួយខ្ញុំដាក់ថាdatabase របស់ខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដង set wp បាទអញ្ចឹងតើមកយើងធ្វើការ create នៅ database អូខេអញ្ចឹងបន្តមកទៀតយើងបានធ្វើការបង្កើតនៅ database ហើយបន្តទៀតយើងចាប់ផ្ដើម run ចូលទៅបច្ចេកយើងតែម្ដងដើម្បីយើងធ្វើការដំឡើងយើងចូល local host នឹងធម្មតានេះជាបច្ចេករបស់យើងអូខេអញ្ចឹងខ្ញុំដាក់ថា slash ខ្ញុំ access ចូលទៅក្នុងបច្ចេកផ្ទាល់ហ្មងអូខេត្រង់កន្លែងនេះយើងចាប់ដើមចូលក្នុង file វាតែម្ដងអញ្ចឹងវាឲ្យយើងរើសនៅភាសាមួយចំនួនអូខេខ្ញុំយកភាសាអង់គ្លេសអូខេអញ្ចឹងកន្លែងនេះគឺជា welcome to WordPress ហើយក៏វាប្រាប់ជា step ឲ្យយើង database name database username password database house table prefix អីមួយចំនួនបាទអូខេអញ្ចឹងខ្ញុំធ្វើការ let's go ដើម្បីយើងធ្វើការ set up អញ្ចឹងយើងធ្វើការបំពេញនៅ database អញ្ចឹង database របស់ខ្ញុំដាក់ឈ្មោះថា set wp អញ្ចឹងខ្ញុំធ្វើការបំពេញ set w_wp ហើយសម្រាប់ MySQL admin ហ្នឹងគឺខ្ញុំអត់មាន password ទេ username root ហើយ password គឺអត់មានបាទអូខេ local host ហើយក្នុងការបង្កើត table prefix នេះយើងអាចធ្វើការកំណត់បានព្រោះយើងធ្វើការ run ទៅក្នុង database ហ្នឹងទៅវានឹង generate នៅ table automatic ទៅតាមហ្នឹងហើយយើងចង់ឲ្យ prefix នៅខាងមុខហ្នឹងជា wp ឬក៏ជាអីក៏យើងបានយើងអាចធ្វើការកំណត់បានអូខេអញ្ចឹងខ្ញុំដាក់វាជា wp ដែរចុះហើយខ្ញុំធ្វើការ submit អូខេអញ្ចឹងយើងធ្វើការ run នៅ installation អញ្ចឹងកន្លែងត្រង់ចំណុចនេះយើងធ្វើការបំពេញនៅ site title របស់យើងអញ្ចឹងខ្ញុំបំពេញថាខ្ញុំបំពេញឈ្មោះរបស់ខ្ញុំចុះcheck and show អូខេហើយសម្រាប់username អានឹង username ហ្នឹងគឺជា username ធ្វើយើងធ្វើការ log ចូលទៅក្នុង
lọcចូលទៅក្នុង CMS របស់យើងបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះadmin ហ្មងទៅបាទ password ខ្ញុំដាក់ password ចោលទៅ1 2 3ប៉ុន្តែអូខេខ្ញុំដាក់ password ឲ្យត្រូវpass 0អូខេសំទោហើយខ្ញុំបំពេញនៅ email របស់ខ្ញុំអូខេអញ្ចឹងបន្តមកទៀតយើងធ្វើការ install WordPress យើងចូលអូខេអញ្ចឹងយើងបានធ្វើការ install WordPress យើងចូលរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការ login អូខេusername គឺ admin password គឺ puc id @ 10.540អូខេខ្ញុំយក remember ចឹងមកបាក់ install ឲ្យបាក់ login ពីរដងអូខេអញ្ចឹងខ្ញុំធ្វើការ login បាទអញ្ចឹងយើងធ្វើការ login ទៅក្នុង website dashboard យើងរួចរាល់ហើយបាទអញ្ចឹងយើងមកមើលទៅលើ database របស់យើងតែម្ដងអញ្ចឹងខ្ញុំធ្វើការ refresh page តិចអូខេអញ្ចឹងវាបានធ្វើការ generate នៅ database sorry ធ្វើការ generate នៅ table តែ table នេះវាមាន option វាទៅតាមហ្នឹងដោយសារខ្ញុំដាក់ prefix វាជា WP វានឹង generate prefix ឲ្យយើងទៅតាមនឹងដូចគ្នាអូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការដំឡើងនៅ WordPress យើងរួចរាល់ហើយវាមានជាទម្រង់បែបនេះជា dashboard CMS ដែលយើងអាចធ្វើការកំណត់នៅមុខងារមួយចំនួនបាទអញ្ចឹងកន្លែង post នេះយើងអាចធ្វើការកំណត់ post របស់យើងបាទហើយ post ហ្នឹងគឺយើងអាច add វាទៅលើ web page យើងជាក់ស្ដែងហើយ media នេះគឺយើងសម្រាប់រក្សាទុកនៅ file រូបភាពដែលយើងចង់ store បាទហើយសម្រាប់កន្លែងនេះគឺ page នេះគឺវានឹងធ្វើការយើងចង់ធ្វើការកំណត់ថាយើងចង់ add page មួយណាមួយឧទាហរណ៍ថាយើងចង់ add page about us ឬក៏ our staff ឬក៏ welcome ឬក៏ contact page អីយើងអាច add នៅក្នុងហ្នឹងហើយយើងអាចធ្វើការកែប្រែមួយចំនួនអញ្ចឹងជាឧទាហរណ៍ខ្ញុំនឹងធ្វើការបង្កើត page មួយអូខេបាទអញ្ចឹងវាមានជា sample យើងអាចកំណត់ style ដែលយើងចង់បានបាទនេះជា title ឧទាហរណ៍ថាខ្ញុំដាក់ about us ខ្ញុំដាក់បែបនេះចុះដល់សិតចឹងទៅអូខេហើយកន្លែងនេះយើងអាច choose block របស់យើងអូខេយើងអាច add block យើងជា paragraph block ឬក៏ table ឬក៏ media អីយើងអាច add ទៅតាមនឹងដូចគ្នាតែសម្រាប់នេះខ្ញុំគ្រាន់តែបង្ហាញសូធម្មតាសិនហើយយើងអាច save ជា trash បានតែយើងចង់ថាយើង save វាសិនតែយកអត់តាន់post ទៅលើ website យើងទេបាទអូខេឬក៏យើង publish ទៅតែម្ដងក៏បានដែរគឺខ្ញុំធ្វើការ publish ទៅម្ដងបាទនេះជាការបង្កើតនៅ page ដែលយើងធ្វើការ add នៅក្នុងបានបាទហើយត្រង់ចំណុចនេះយើងអាចធ្វើការរើស theme យើងបានឧទាហរណ៍ថាយើងចង់លេង style ណាមួយក៏យើងអាចរើសបានទៅតាមនឹងដូចគ្នាបាទហើយកន្លែង plugin នេះគឺយើងធ្វើការ install នៅ plugin មុខងារមួយចំនួនដែល community ឬក៏ developer គេបានធ្វើការបង្កើតហើយនឹងឲ្យយើងយកទៅ generate ប្រើប្រាស់ទៅតាមនឹងគឺថាខ្ញុំចង់ add plugin ណាមួយអញ្ចឹងយើងធ្វើការ add plugin ហ្នឹងទៅហើយយើងចង់បានជាទម្រង់បែបណាជា contact form
ឬក៏ជាអីផ្សេងទៅតាមការដែលយើងចង់បានមួយទៀតគឺការកំណត់ user អញ្ចឹងយើងអាចធ្វើការកំណត់ user សម្រាប់ចូលទៅប្រើនៅក្នុង dashboard CMS របស់យើងបាន យើងអាចកំណត់គាត់ជា rule admin ឬក៏ជា rule ផ្សេងបានគឺហៅថាខ្ញុំធ្វើការ add មួយអញ្ចឹងទៅហើយយើងអាចដាក់ email username ហើយ first name last name អីចឹងទៅហើយយើងអាចកំណត់គាត់ជា rule ថាឥឡូវគាត់ជា subscriber ឬក៏ editor admin អីចឹងទៅតាមលក្ខខណ្ឌមួយចំនួនដែលយើងចង់បានគឺខ្ញុំធ្វើការ list ចេញយើងបាន save ទេហើយត្រង់កន្លែងនេះគឺជា tool មួយចំនួន import export ទិន្នន័យរបស់យើងបាទហើយបន្តមកទៀតគឺជា setting ដែលយើងធ្វើការកំណត់សារយើងឡើងវិញ tagline size icon អីផ្សេងបាទហើយយើងអាចធ្វើការកែនៅ username email អីចឹងទៅយើងអាចកែ change ទៅតាមនឹងតាមអ្វីដែលយើងចង់បានបាទអញ្ចឹងបន្ទាប់ពីត្រង់ចំណុច dashboard នេះខ្ញុំបង្ហាញទ្រុសសិនហើយបើសិនបើយើងគិតថាយើងចង់ check ទៅមើលលើ website របស់យើងអាច click ទៅលើយើងអាច hold ទៅលើ zone នេះ home នេះហើយយើងធ្វើការចុច visit page បាទអញ្ចឹងយើងធ្វើការចូលទៅកាន់ website របស់យើងតែម្ដងបាទដោយសារមិញខ្ញុំធ្វើការបង្កើត page មួយអញ្ចឹងវា generate ជា menu នៅលើហ្នឹងបាទបើសិនបើយើងចង់ edit អីផ្សេងយើងក៏អាច edit បាននៅក្នុងនឹងដូចគ្នាគឺគាត់ទៅចូលទៅ edit size អញ្ចឹងទៅយើងអាចធ្វើការកំណត់ menu ឬក៏កំណត់អីផ្សេងតាមដែលយើងចង់បានបាទគឺក៏កំណត់ page កំណត់អីបាទអញ្ចឹងសរុបទៅគឺ WordPress យើងប្រើវាក្នុងករណីថាយើងមិនចង់ថាយើងប្រើវាសម្រាប់ស្ថាប័នឬក៏ក្រុមហ៊ុនយើងមួយចំនួនហើយការប្រើប្រាស់វាក៏មានភាពងាយស្រួលដែលយើងអត់ចាំបាច់ទាមទារតម្រូវយើងចេះកូដអីខ្លាំងទេក៏យើងអាចដំឡើងវាបានយើងអាច install ហើយនឹងគ្រប់គ្រង manage បានដូចគ្នាបាទអញ្ចឹងការបង្ហាញខ្ញុំមានតែប៉ុណ្្នឹងអរគុណ